ធ្វើញោមមីលើកនេះហើយនិយាយវិថារសជាតិទៅឆ្ងាញ់ជាងលើកមុនទៀតទៅយកបែបរសជាតិដិតប្រៃផ្អែមជូរហឹលមិនណាសម្រាប់ការធ្វើហ្នឹងគឺងាយស្រួលណាស់ធ្វើត្រឹមតែ10នាទីអីគឺយើងបានញ៉ាំហើយហើយជាពិសេសគឺញ៉ាំឆ្ងាញ់ទៀតចំពោះការធ្វើរបស់ខ្ញុំហ្នឹងគ្រាន់តែយើងប្រើជាមួយនឹងខ្ទឹមសហើយនឹងម្ទេសហ្នឹងយកមកបុកបញ្ចូលគ្នាចំពោះម្ទេសនិងខ្ទឹមនេះបងប្អូនអ្នកលេងលោកតាមចំណង់ចំណូលចិត្តដែលចេះហឹលតិចឬក៏ហឹលខ្លាំងអីអាចដាក់តាមរសជាតិដែលបងប្អូនញ៉ាំបានណាសម្រាប់ខ្ញុំប្រើម្ទេសនឹងរៀងច្រើនបន្តិចចៃការបុកហ្នឹងយើងមិនបាច់ចាំបុកឲ្យម៉ត់ពេកទេមើលតែបានប៉ុណ្្នឹងហើយខ្ញុំដាក់ស្ករត្នោតចូលចំនួន1ស្លាបព្រាបាយប៊ីចេងកន្លះស្លាបព្រាកាហ្វេហើយក្រូចឆ្មាហ្នឹងចំនួន2ផ្លែបន្ទាប់មកទៀតគឺខ្ញុំដាក់ទឹកត្រីចូលតាមក្រៅទៀតណាបងប្អូនបើសិនជាបងប្អូនចង់បានរសជាតិបែបនេះស្រាលជាងនឹងអីប្រើជាមួយស្ករសក៏បានដែររីឯបន្លែនេះវិញគឺមានតែប្រហែលមុខហ្នឹងឯងបងប្អូនមានដូចជាស្ពៃក្តោបការ៉ុតខ្ទឹមក្រហមមាននឹងជីង្កាមចំពោះបន្លែដែលត្រូវស្រស់ហ្នឹងគឺយើងស្រស់ជាមួយនឹងការ៉ុតស្ពៃក្តោបរយៈពេលនៃការស្រស់របស់ខ្ញុំប្រើពេលប្រហែលជា35វិនាទីអីទេគឺខ្ញុំស្រង់វាចេញទុកឲ្យត្រជាក់អីបន្ទាប់ពីយើងស្រស់បន្លែហើយយើងមកស្រស់ជាមួយនឹងគ្រឿងសមុទ្រវិញម្ដងបកាហើយនឹងមឹកនេះបងប្អូនគឺយើងមិនចាំស្រស់អាយុពេកទេណាស្រស់ត្រឹមតែ30វិនាទីគឺយើងស្រង់ចេញមកបានទេណាដោយសារតែគ្រឿងសមុទ្រដល់ពេលដែលយើងស្រស់យូរពេកវាធ្វើឲ្យរុញសាច់ទៅជាស្វិតគឺញ៉ាំអត់សូវឆ្ងាញ់ទេណាចំណែកឯមីនេះវិញក៏យើងត្រូវជ្រើសរើសតសៃមីណាដែលទន់ស្វិតល្អទៅយកមកធ្វើញ៉ាំឆ្ងាញ់ចំពោះមីគឺខ្ញុំប្រើពេលប្រហែលជា35វិនាទីអីទេគឺខ្ញុំស្រង់វាចេញញ៉ៃដោយសារតែតសៃមីនេះយើងកុំឲ្យស្រស់វាយូរពេកបើស្រស់យូរពេកវាទៅជារីកខ្លាំងធ្វើញ៉ាំអញ្ចឹងអត់សូវឆ្ងាញ់ទេណាបងប្អូនបន្ទាប់ពីខ្ញុំស្រស់តសៃមីនេះរួចហើយយើងចាប់ដើមយកមកលាយញ៉ាំតែម្ដងចំពោះការលាយញ៉ាំហ្នឹងគឺអត់សូវមានអីពិបាកហ្មងទេបងប្អូនគ្រាន់តែយើងដាក់តសៃមីដែលស្រស់ហើយហ្នឹងមានកូនចង្ដៃមួយដូចខ្ញុំចេះក៏បានឬក៏យើងប្រើជាចានធំមួយយកមកលាយក៏បានដែរឲ្យទៅថាគិតលាយទៅងាយស្រួលណាបន្ទាប់មកទៀតយើងដាក់គ្រឿងក្រៅបន្លែដែលយើងស្រស់មិញហ្នឹងដាក់ចូលហើយដាក់គ្រឿងសមុទ្រហ្នឹងចូលហើយចំពោះទឹកត្រីដែលខ្ញុំលាយមិញហ្នឹងគឺមកល្មមជាមួយនឹងមីពីកញ្ចប់បងប្អូនបន្ទាប់ពីយើងដាក់គ្រឿងក្រៅទាំងអស់នេះមើលតែបានគ្រប់ហើយយើងច្បល់វាចោះឡើងទៅប្រហែលជា3ទៅ4នាទីអីវាចូលសព្វគ្នាបានល្អហើយបាទនិយាយពីក្លិនហើយនឹងរសជាតិវិញពេលដែលយើងលាយគ្រឿងក្រៅហើយនិយាយពីថាជះក្លិនមកឈ្ងុយមែនទែនឈ្ងុយជាមួយនឹងគ្រឿងក្រៅដែលយើងបុកខ្ទឹមហើយនឹងម្ទេសហ្នឹងហ៎ហើយគោផ្សំលាយជាមួយនឹងខ្ទឹមក្រហមហើយនឹងជីង្កាមទៀតណាគឺវាជួយបង្កើនរសជាតិញ៉ាំមីរបស់យើងហ្នឹងឲ្យកាន់តែឆ្ងាញ់ហ្មងហើយចំពោះសរសៃមីហ្នឹងយើងញ៉ាំទៅគឺស្វិតទុនញ៉ាំឆ្ងាញ់មែនទែនបងប្អូនប៉ះជាមួយនឹងសាច់ផ្កាបែបរៀងច្រឹបផ្អែមស្រួយទៀតទៅញ៉ាំមួយម៉ាត់ណាក៏ឆ្ងាញ់ដែរហើយបើសិនជាមានជាមួយនឹងហាក់ណាមានត្រជាក់ចិត្តហ្នឹងទៀតណាគឺកាន់តែត្រូវគ្នាមែនទែនបងប្អូនចាឥឡូវនេះការបង្ហាញពីរបៀបធ្វើញ៉ាំមីជាមួយនឹងគ្រឿងសមុទ្ររបស់ខ្ញុំក៏បានធ្វើបង្ហាញបងប្អូនរួចរាល់អស់ហើយបើសិនជាបងប្អូនចង់ដឹងពីរសជាតិអីកុំភ្លេចសាកធ្វើតាមវិធីមួយនេះបានណាតានេះឲ្យថាធ្វើតាមម្ដងហ្នឹងដឹងតែចប់ចិត្តជាមិនខានថ្ងៃស្អែកយើងជួបគ្នាសារជាថ្មីម្ដងទៀតអរគុណ